ហើយខ្ញុំកាលណាខ្ញុំបាននិយាយនឹងចង់ប្រៀបធៀបពីរឿងជីវិតរស់នៅក្នុងសង្គមមួយនៅក្នុងប្រទេសមួយរបស់ប្រជាពលរដ្ឋអារឿងមិនស្កប់ចិត្តនឹងហើយវាធ្វើឲ្យអន្តរាយខ្លួនឯងដូចស្វាអញ្ចឹងស្វាវាសុខចិត្តងាប់វាងាប់ដោយសារតែវាស៊ីបាយវាកើតស៊ីតលងក៏មិនកើតស៊ីតសក់ក៏មិនកើតក្រោយពីលឺម្នាក់ទៀតកសិករម្នាក់ទៀតនោះមកនិយាយថាស្វាគេស៊ីសិតតែចេកផ្អែមឆ្ងាញ់ប៉ុន្តែអាហារដែលស្វាស៊ីនឹងវារស់តាំងពីទូចមកតាវាទទួលយកបានរហូតតាប៉ុន្តែវាមានវិសមភាពផ្លូវចិត្តដោយសារតែលឺគេនិយាយនឹងឯងហើយគឺគេសួរដែរមានវាអត់មានខ្នាតអត់មានកពីណាអត់មានសភៅណាអត់មានអ្នកប្រាជ្ញណាទៅវាយតម្លៃថាដំឡូងចេកវាក្រាន់បើជាងដំឡូងវាអន់ជាងចេកវាអត់មានប៉ុន្តែស្វានឹងឯងបាទស្វានឹងឯងជាអ្នកឲ្យតម្លៃខ្លួនឯងស្វានឹងឲ្យតម្លៃលើចេកនឹងវាខ្ពស់ពេកទាំងដែលស្វានឹងមិនដឹងថាចេកនៅឯណាផងហើយស្វានឹងស្វារបស់កសិករមួយទៀតហ្នឹងក៏មិនប្រកាសថាមានចេកស៊ីដែរប៉ុន្តែស្វានេះគ្រាន់តែឮថាគេមានចេកស៊ីច្រើនខ្លួនឯងចាប់ផ្ដើមមានទោមនស្សចាប់ផ្ដើមថ្នាំងថ្នាក់ចិត្តចាប់ផ្ដើមឲ្យតម្លៃទៅចេករបស់ស្វានោះឲ្យតម្លៃទៅលើជីវិតស្វានោះដែលសម្បូរចេកស៊ីតាមពិតស្វានោះក៏មិនប្រកាសថាមានចេកស៊ីរាល់ថ្ងៃដែរហើយបើស៊ីចេករាល់ថ្ងៃក៏មិនប្រកាសថាឆ្ងាញ់ជាងដំឡូងជាងបាយដែរប៉ុន្តែគេហៅវិសមភាពផ្លូវចិត្តវិសមភាពផ្លូវចិត្តទីបំផុតស្វានេះងាប់ទៅទេអញ្ចឹងកតិអប់រំនៅក្នុងរឿងស្វានឹងគេចង់អប់រំថាសុភមង្គលឬសេចក្តីសុខរបស់ស្វាមួយនេះវាមិនមែនស្ថិតនៅលើអាហារមានចេកមានផ្លែឈើនោះទេគឺវាសំខាន់អ្វីដែលស្វាមានដែលស្វារស់ពីតូចរហូតប៉ុណ្ណេះគឺអាចទទួលយកបានទទួលយកទៅព្រោះចេកព្រោះដំឡូងក៏នាំឲ្យស្វានឹងរស់តសក់ក៏នាំឲ្យស្វានឹងរស់បាយក៏នាំឲ្យស្វានឹងរស់បើគ្មានចេកមួយមុខរឿងអីដែលប្រាថ្នាចង់បានចេករហូតដល់ងាប់ខ្លួនវាមិនត្រឹមត្រូវហើយគេថែមទាំងពោលថាកុំមានវិសមភាពផ្លូវចិត្តរហូតដល់ធ្វើឲ្យចេកដែលមិនដឹងនៅណានោះមកបំផ្លាញដលងមកបំផ្លាញតសក់មកបំផ្លាញបាយដែលម្ចាស់ខ្លួនឯងឲ្យហូបឲ្យស៊ីរាល់ថ្ងៃនេះរឿងនេះជាកតិទេប៉ុន្តែខ្ញុំកាលណាខ្ញុំបានលើកឡើងក្នុងរាត្រីនេះគ្រាន់តែចង់លើកជាកតិមកជាឧទាហរណ៍ក្នុងស្ថានភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះវិញព្រះធេរានុត្រៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកឃើញទេនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ7-18លាននាក់លោករស់នៅដ៏សុខសាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺវាដូចថាប្រជាពលរដ្ឋលោកមានសេចក្តីសុខហើយអ្វីដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺយើងខំថែរក្សាយើងខំទទួលយកតទៅទៀតកុំប្រៀបធៀបពីគេនឹងខ្ពស់ពេកកុំឲ្យតម្លៃគេនឹងវាខ្ពស់ពេកហើយនិយាយរឿងនេះដូចជាក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលអះអាងថាខ្លួនឯងជាអ្នកប្រជាធិបតេយ្យនោះតែងតែនិយាយអំពីប្រជាធិបតេយ្យថាប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនល្អប្រជាធិបតេយ្យនៅស្រុកគេនោះវាល្អនៅបារាំងនោះវាល្អនៅអាមេរិកនោះវាល្អប៉ុន្តែបើតាមពិតទៅប្រជាធិបតេយ្យនេះគ្មានក្បួនខ្នាតណាគ្មានគម្ពីរដីកាណាគ្មានអ្នកណាមួយដែលវាយតម្លៃឬឲ្យនិយមន័យឲ្យស្តង់ដារថាប្រជាធិបតេយ្យនៅស្រុកណាល្អទេអត់មានទេ
សូម្បីតែប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកក៏គ្មានអ្នកប្រាជ្ញណាឲ្យតម្លៃថាល្អដែរមានន័យថាប្រជាធិបតេយ្យល្អវាមិនមានស្តង់ដារប្រជាធិបតេយ្យថាប្រទេសណាជាគំរូថាល្អអត់មានទេប្រជាធិបតេយ្យគឺគេធ្វើទៅតាមលំអានវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់នៃសម័យប្រទេសប្រជាធិបតេយ្យនៅអាមេរិកគេធ្វើលំអានតាមវប្បធម៌អរិយធម៌របស់ប្រជាជនអាមេរិកប្រជាធិបតេយ្យនៅបារាំងគេធ្វើតាមលំអានរបៀបរស់នៅប្រពៃណីទំនៀមទម្លាប់នៅបារាំងប្រជាធិបតេយ្យនៅខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ធ្វើតាមលំអាននិងរបៀបរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដែរមិនមែនកម្ពុជាទាល់តែធ្វើដូចអាមេរិកនោះបានថាប្រជាធិបតេយ្យល្អអត់ទេប្រជាធិបតេយ្យអត់មានស្តង់ដារទេហើយដូចខ្ញុំកាលណាខ្ញុំបាននិយាយពីរឿងស្វាមិនអញ្ចឹងវាគ្មានស្តង់ដារថាចេកវាឆ្ងាញ់ជាងដំឡូងឬដំឡូងវាអត់ឆ្ងាញ់ជាងចេកវាមិនមែនទេចេកវាអាចចិញ្ចឹមជីវិតរស់ដំឡូងចិញ្ចឹមជីវិតមិនរស់វាមិនមែនចុងទេគ្មានអ្នកណាមួយឲ្យស្តង់ដារថាចេកនិងដំឡូងនោះវាខុសគ្នាយ៉ាងម៉េចអត់ទេប៉ុន្តែស្វាមួយហ្នឹងវាយល់ខុសវាធ្វើឲ្យមានវិសមភាពផ្លូវចិត្តដោយវាឲ្យតម្លៃគេនឹងពេកបាទឲ្យតម្លៃគេនឹងពេក